សួស្តីអស់លោកអ្នកនាងកញ្ញាជាទីមេត្រីខ្ញុំបាទម៉ៃកុលឌួងមានកិត្តិយសនៅបានត្រឡប់មកជួបអស់លោកអ្នកនាងជាថ្មីម្ដងទៀតតាមបទខ្មែរពិភពលោកខ្ញុំបាទនឹងលើកយកធានបទមកពិភាក្សាថ្ងៃនេះមានន័យថាវប្បធម៌សន្តិនិកមុននឹងឈានចូលទៅពាក្យដែលគេហៅថាវប្បធម៌សន្តិនិកខ្ញុំបាទសូមជែកអំពីវប្បធម៌ហើយនឹងសន្តិវប្បធម៌មានន័យយ៉ាងម៉េចហើយពាក្យសន្តិនិកមានន័យវប្បធម៌នៅក្នុងពាក្យវប្បធម៌វាមានចែកចេញជា3ចំណែកធំៗដូចជាចំណែកចេះដឹងកំណត់ផ្សាយនិងការអនុហើយនៅក្នុងបញ្ហាទាំងអស់នោះវាមានជំនឿមានសាសនាមានវិជ្ជាជីវៈមានភាសាមានអក្សរមានទំនៀមទម្លាប់មានការសិក្សាមានកីឡាមានល្បែងជាព្រៃមានសម្លៀកបំពាក់ជាដើមលក្ខណៈអាហ្នឹងដែលគេហៅថាវប្បធម៌ចរចាមានន័យចរចាបានន័យថាយើងនិយាយគ្នាសន្ទនាពន្យល់គ្នានៅអ្វីដែលយើងចង់បាននៅអ្វីដែលគេចង់បាននឹងសរុបសេចក្តីទៅហៅថាវប្បធម៌នៃការសន្ទនាចំពោះវប្បធម៌នៃការសន្ទនាដែលលោកសំរងស៊ីហើយនឹងលោកហ៊ុនសែនយកមកប្រើហ្នឹងវាមិនច្បាស់លាស់ចំពោះអ្នកសិក្សាចំពោះអ្នកនយោបាយហើយចំពោះប្រជាពលរដ្ឋជាទូទៅអ្វីដែលលោកសំរងស៊ីលោកហ៊ុនសែនកំពុងតែធ្វើហើយប្រកាសក្តែងថាជាវប្បធម៌សន្តិនិកដ៏ល្អលោកសំរងស៊ីបាននិយាយថាប្រទេសដទៃគេចង់រៀនពីខ្មែរគេថាវប្បធម៌សន្តិនិករវាងហ៊ុនសែនហើយសំរងស៊ីនឹងវាល្អនឹងគឺជាភាសាបោកប្រាស់ឥឡូវយើងគិតមើលនៅក្នុងពិភពលោកនេះតើមានប្រទេសណាចង់រៀនសូត្រអំពីខ្មែរតើខ្មែរយើងបច្ចុប្បន្ននេះមានស្អីឲ្យយើងមានអំនួតមានស្អីឲ្យយើងគួររៀនសូត្រតាមតាំងពីការដឹកនាំក្នុងសង្គមតាំងពីគណៈបកតាំងពីសមាជិកនៅក្នុងបកហើយត្រឡប់មកវិញនៅលើពាក្យសម្ដីដែលគេហៅថាវប្បធម៌នៃសន្តិនិកនឹងវាមានន័យយ៉ាងម៉េចចំពោះអ្នកនយោបាយហើយចំពោះអ្នកដែលស្វែងរកដំណោះស្រាយជូនជាតិចំពោះលោកសំរងស៊ីហើយនិងលោកហ៊ុនសែនវប្បធម៌របស់បុគ្គលទាំងពីរហ្នឹងអត់មានអ្វីក្រៅពីការសុំកលុំគ្នាការលាក់អាកំបាំងឲ្យគ្នាទៅវិញទៅមកការខុបខិតនឹងគ្នាដើម្បីផលប្រយោជន៍ខ្លួនឯងដើម្បីបកពួកខ្លួនឯងហើយជាពិសេសណាកុំឲ្យបរិហាគ្នាទៅវិញទៅមកក្រែងលោកប្រជាពលរដ្ឋដឹងក្រែងលោកប្រទេសដទៃគេដឹងក្រែងលោកអ្នកនយោបាយផ្សេងទៀតគេដឹងគេយកព័ត៌មានទិន្នន័យទាំងអស់នោះមកវាយប្រហារសំរងស៊ីនិងហ៊ុនសែនខ្លួនឯងវិញអាហ្នឹងយើងចង់បញ្ជាក់ចឹងហើយខ្ញុំចង់បញ្ជាក់ចឹងវប្បធម៌នៃការសន្ទនាហ្នឹងភាគច្រើនដែលលើកឡើងយកមកនិយាយឬក៏អ្នកដែលគេហៅថាទទួលស្គាល់ហើយក៏ចង់ឲ្យមានវប្បធម៌សន្ទនាហ្នឹងគឺជាសម្ដេចសង្ឃដាឡៃឡាម៉ាដែលគាត់ប្រើនៅយន្តការមួយដែលគេហៅថាវប្បធម៌សន្តិភាពព្រោះអីទីបេហើយសង្ឃទីបេនេះសប្តាហ៍អត់មានស្អីទេមានតែសូត្រធម៌ពុទ្ធមានតែច្បងជីពោមានតែបាតប៉ុណ្្នឹងឯងដើម្បីដើរបិណ្ឌបាតដើម្បីដើរសំពះគេដើម្បីអង្វរគេឲ្យគេជួយខ្លួនពីព្រោះអីមហាយៈចិនហ្នឹងណាយកប្រទេសទីបេហ្នឹងជាអាណានិគមរបស់ខ្លួនគៀបសង្កត់ជនជាតិទីបេគៀបសង្កត់សាសនាដែលប្រសង់ទីបេនិងជនជាតិទីបេនិងប្រទេសទីបេហ្នឹងមិនអាចធ្វើអ្វីបានហើយសម្ដេចសង្ឃដាឡៃឡាម៉ាថាដើម្បីដោះស្រាយនៅបញ្ហាទីបេជាមួយនឹងចិនហ្នឹងមានតែវប្បធម៌សន្តិនិកទេគឺ create dialogue ដើម្បីចរចាជាមួយចិនឲ្យចិនចុះហត្ថលេខាឲ្យចិនទទួលស្គាល់ឲ្យចិនទទួលធ្វើនៅអ្វីដែលខ្លួនចង់បានអាហ្នឹងចឹងហើយខ្ញុំចង់បញ្ជាក់វប្បធម៌នៃការសន្ទនាហ្នឹងមានន័យបែបផែនផ្សេងគ្នាចំពោះអ្នកនយោបាយចំពោះអ្នកសិក្សាចំពោះប្រជាពលរដ្ឋប៉ុន្តែវប្បធម៌នៃការសន្ទនាដែលអាចយកជាការបាននោះណាលុះត្រាណែតែវប្បធម៌សន្ទនាហ្នឹងវាជាលាយលក្ខណ៍អក្សរណាដោយភាសាអង់គ្លេសហៅថា culture of dialogue culture of conversation ណា dialogue and conversation ហ្នឹងវាធ្លាក់ទៅក្នុងមួយទៀតគេហៅថា communication ការប្រស័យទាក់ទងគ្នានិយាយជាមួយគ្នាយើងត្រូវយល់យ៉ាងវប្បធម៌ចរចាជាមួយសំរងស៊ីនិងហ៊ុនសែនហ្នឹងគឺជាវប្បធម៌ចរចាជជែកមិនមែនជាវប្បធម៌ចរចាដើម្បីរកដំណោះស្រាយជាតិនោះទេបងប្អូនណាហើយយើងត្រូវយល់អញ្ចឹង
កាលណាវប្បធម៌ចរចាដើម្បីរកដំណោះស្រាយបានឬក៏វប្បធម៌ចរចាដែលមាននៃខ្លឹមសារនោះណាវាមានកត្តាសំខាន់5យ៉ាងឧទាហរណ៍ទី1អ្វីដែលយើងនិយាយហ្នឹងណាវប្បធម៌ចរចាដែលយើងនិយាយហ្នឹងលុះត្រាណាតែវាមានសារៈសំខាន់ហ្នឹងគឺសំដៅទៅលើសារៈសំខាន់របស់ជាតិនិងប្រទេសរបស់ខ្លួនឯងវាអត់មានសារៈសំខាន់របស់ហ៊ុនសែនឬក៏សំរងស៊ីណាបើវាជារបស់ហ៊ុនសែននិងសំរងស៊ីវាអត់មានប្រយោជន៍ទេចំពោះខ្ញុំម៉ៃក៏ដួងចំពោះប្រជាពលរដ្ឋខ្មែរទាំងនៅក្រៅប្រទេសទាំងនៅក្នុងប្រទេសហើយវាអត់មានសារៈប្រយោជន៍អីទេចំពោះទឹកដីខ្មែរចំពោះបូរណភាពទឹកដីខ្មែរអានឹងយើងចង់បញ្ជាក់អញ្ចឹងទី2អ្វីដែលយើងចរចាអ្វីដែលយើងនិយាយហ្នឹងតើតែយើងស្ដាប់និងយល់អំពីភាគីម្ខាងទៅភាគីម្ខាងណាកុំឲ្យតែយើងសុំកលុំគ្នានិយាយទៅគ្នាខ្លួនឯងនៅសៀមរាបណាហើយអ្នកនៅកំពង់ឆ្នាំងគេថាវប្បធម៌សំរងស៊ីហើយហ៊ុនសែននោះវាត្រូវគ្នាតែពីរក្បាលនឹងទេវាអត់មានប្រយោជន៍អីទេថាអានឹងវាចង់ប្រឆាំងឬក៏ធ្វើការថ្កល់ទោសគេដោយសារគេនឹងមិនគោរពតាមដោយសារគេនឹងមិនជឿជាក់នៅលើវប្បធម៌របស់ខ្លួនអានឹងវាខុសហើយទី3បានន័យថាអ្វីដែលយើងនិយាយនោះគឺតែយើងនិយាយត្រង់ទៅត្រង់មកចំពោះភាគីទាំងពីរណាភាគីទាំងពីរហ្នឹងបានន័យតំណាងឲ្យជាតិបងប្អូនខ្ញុំនិយាយម្ដងទៀតមិនមែនតំណាងឲ្យសំរងស៊ីហើយក៏មិនមែនតំណាងឲ្យហ៊ុនសែនហើយក៏មិនមែនតំណាងចំពោះតែគណៈបកប្រជាជនឬគណៈបកសង្គ្រោះជាតិនោះទេបងប្អូនណាគណៈបកសង្គ្រោះជាតិហ្នឹងត្រូវតែចាំយើងធ្វើការដើម្បីជាតិតែបើធ្វើការដើម្បីតែបុគ្គលសំរងស៊ីនិងហ៊ុនសែននឹងទេកុំប្រើពាក្យជាតិណាដកពាក្យគណៈបកសង្គ្រោះជាតិនឹងចេញទៅហៅថាគណៈបកសង្គ្រោះហ៊ុនសែនហើយនឹងសង្គ្រោះសំរងស៊ីអានោះខ្ញុំចង់បញ្ជាក់អញ្ចឹងណាបងប្អូនហើយឲ្យយើងខ្មែរយើងកាលណាគេនិយាយអំពីជាតិខ្មែរគេនិយាយប្រទេសខ្មែរហ្នឹងអានឹងអត់មានបញ្ហាអត់មានរឿងរបស់ហ៊ុនសែនហើយសំរងស៊ីទេបងប្អូនគឺជារឿងយើងទាំងអស់គ្នាក្នុងនាមយើងជាខ្មែរយើងម្នាក់មានសិទ្ធិយើងម្នាក់ឈឺឆ្អាលគ្រប់គ្នាណាអ្នកឯងធ្វើអីធ្វើទៅទោះបីជាសំរងស៊ីនឹងក៏ដោយហ៊ុនសែននឹងក៏ដោយរៀបការគ្នាក៏ខ្ញុំអត់ជឿក្បាលអីដែរប៉ុន្តែបុគ្គលពីរនាក់ហ្នឹងកាលណាធ្វើអ្វីដែលប៉ះពាល់ដល់សម្បត្តិជាតិសម្បត្តិប្រជាពលរដ្ឋនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្តៅក្រហាយណាខ្មែរយើងម្នាក់មានសិទ្ធិណាបងប្អូនសូម្បីតែក្នុងរដ្ឋធម្មនុញ្ញខ្មែរណាក៏គេឲ្យសិទ្ធិយើងដែរគេថាប្រជាពលរដ្ឋខ្មែរម្នាក់មានសិទ្ធិជ្រើសរើសនៅជោគវាសនាតខ្លួនដោយខ្លួនឯងណាអានឹងមកកណាត់ទៀតអានឹងចាំតនៅពេលក្រោយឬមួយក៏បងប្អូនអាចបើករដ្ឋធម្មនុញ្ញខ្មែរឲ្យអានឲ្យស្វែងយល់ដោយខ្លួនឯងអានឹងខ្ញុំចង់ជែកចឹងហើយទី4ណាទី4ហ្នឹងបានន័យថានៅក្នុងការវប្បធម៌សន្តានាហ្នឹងឬក៏វប្បធម៌ចរចាហ្នឹងបានន័យថាយើងត្រូវតែសិក្សាស្វែងយល់អំពីគ្នាអំពីភាគីម្ខាងទៅម្ខាងសួរថាអ្នកឯងចង់បានអីណាហើយខ្ញុំចង់បានស្អីហើយខ្ញុំធ្វើអ្វីហ្នឹងវាមានផលប្រយោជន៍អីខ្លះណាមានផលប្រយោជន៍ខ្ញុំនិយាយផលប្រយោជន៍ចំពោះជាតិណាបងប្អូនមិនមែនជាផលប្រយោជន៍របស់សំរងស៊ីនិងហ៊ុនសែនយើងត្រូវយល់ច្បាស់ហើយទី5បានន័យថាអវប្បធម៌សន្តានាហ្នឹងណាអត់មានហួងហែងឬក៏ក្តោបក្តាប់យកការសន្តានាតែខ្លួនយើងឬក៏ភាគីម្ខាងណាមួយទេកាលណាសន្តានាគឺដើម្បីកិច្ចការសំខាន់ដូចជាផលប្រយោជន៍ជាតិផលប្រយោជន៍ប្រជាពលរដ្ឋណាកុំឲ្យនិយាយតែខ្លួនឯង 4-5 ម៉ោងក្នុងសភាណាអត់ឲ្យគេចេញតាណាហើយឲ្យគេនឹងអង្គុយស្ដាប់យើងចុះមួយចិត្តពីអានោះវាមិនហៅថាវប្បធម៌សន្តានាទេហើយវប្បធម៌សន្តានាហ្នឹងណាស្រុកខ្មែរប្រជាពលរដ្ឋ 4-10 លានអ្នកបងប្អូនអត់មានតែសំរងស៊ីហើយហ៊ុនសែននៅសន្តានាសម្រាប់នៅជោគវាសនាឲ្យគេហើយចង់ឲ្យអាណាស្លាប់ចង់ឲ្យអាណាងាប់អានេះក៏គេមិនហៅថាវប្បធម៌សន្តានានៅសតវត្សទី21នោះទេវប្បធម៌សន្តានាគេលើកឡើងដើម្បីចរចាដើម្បីចង់ហត្ថលេខាទៅលើសន្ធិសញ្ញាទៅលើកិច្ចព្រមព្រៀងទាំងឡាយដើម្បីជៀសវាងនៅការបង្ហូរឈាមបងប្អូនណាស្រុកខ្មែរវាអត់មានការបង្ហូរឈាមទេមានតែហ៊ុនសែនទេដែលមានតែហ៊ានមានប៉លីសមានអាវុធប្រជាពលរដ្ឋខ្មែរទាំងអស់នោះមានតែបាតដៃទទេមានតែមាត់ទទេទេណាឡោះហើយអាវ
វប្បធម៌សន្តានាគេថាជៀសវាងការបង្ហូរឈាមវាអត់ត្រូវអាហ្នឹងយើងត្រូវតែយល់ឲ្យបានច្បាស់ហើយវប្បធម៌សន្តានាហ្នឹងវាចែកទៅជាបែបផែនជា2យ៉ាងទី1វប្បធម៌សន្តានាជាផ្លូវការបានន័យថាភាគីម្ខាងចង់បានអីភាគីម្ខាងទៀតចង់បានអីយើងទៅសេជាលាយលក្ខអក្សរហើយយើងចុះហត្ថលេខាបើសិនជាភាគីណាមួយក្បត់ឬក៏មិនព្រមអនុវត្តទៅតាមការចរចាហ្នឹងឬក៏ឯកសារបាបហ្នឹងអាហ្នឹងគេបង្ខំឲ្យភាគីនឹងគោរពអាហ្នឹងជាវប្បធម៌សន្តានាត្រឹមត្រូវហើយវប្បធម៌សន្តានារបស់សំរងស៊ីហ៊ុនសែនហ្នឹងគេហៅថាវប្បធម៌សន្តានាតាមចិញ្ចើមខ្នល់បងប្អូននាំគ្នាទៅស៊ីនំសំយ៉ាក់នៅសៀមរាបហើយបង្កើតវប្បធម៌សន្តានាសួរថាវាមានឯកសារណាហើយអាការសន្តានានឹងធ្វើអីខ្លះណាមិនមែនតែហាមសំរងស៊ីកុំឲ្យហៅហ៊ុនសែនថាខ្មែរក្រហមហើយខាងសំរងស៊ីហាមហ៊ុនសែនថាអូកុំឲ្យដើរគម្រាមកំហែងគេថាបើហ៊ុនសែនចាញ់ឆ្នោតទៅស្រុកនឹងមានសង្គ្រាមជាមួយជាពីអានឹងគេមិនហៅវប្បធម៌សន្តានាទេបងប្អូនវប្បធម៌សន្តានាគឺស្វែងរកផលប្រយោជន៍ជូនជាតិមិនមែនហាមគ្នាកុំឲ្យជេរគ្នាតាមវិទ្យុកុំឲ្យជេរគ្នាតាមទៀនកាហ្វេកុំឲ្យជេរគ្នានៅបរទេសឬក៏ក្នុងស្រុកជាមួយជាពីរបានន័យថាវប្បធម៌ផងលោកសំរងស៊ីហើយវប្បធម៌លោកហ៊ុនសែនដែលហៅថាវប្បធម៌សន្តានាហ្នឹងគឺជាវប្បធម៌សន្តានាថ្នាក់កុមារដ្ឋានណាបងប្អូនដូចក្មេងដែលចូលរៀនដំបូងរៀនស៊ីនំហ្នឹងណាស៊ីនំឲ្យដេកឲ្យស៊ីនំឲ្យភ្ញាក់ឡើងយំគ្រូឲ្យស៊ីនំទៀតទៅហៅថាវប្បធម៌សន្តានាវាក្មេងស៊ីនំឯវប្បធម៌សន្តានាថ្នាក់ជាតិថ្នាក់អន្តរជាតិហ្នឹងណាគឺជាវប្បធម៌ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិជូនប្រជាពលរដ្ឋឧទាហរណ៍វប្បធម៌សន្តានាដែលគណៈបកសង្គ្រោះជាតិឬក៏សំរងស៊ីចង់ធ្វើអ្វីដើម្បីជាតិណាត្រូវតែទៅសេឯកសារជាលេខអក្សរថាឥឡូវហ្នឹងខ្ញុំចូលសភាបង្កើតរដ្ឋាភិបាលជាមួយហ៊ុនសែនលុះត្រាណាតែហ៊ុនសែនហ្នឹងប្រកាសលុបចោលនៅសន្ធិសញ្ញាបំពេញបំផែន2005ហើយប្រកាសលុបចោលនៅសន្ធិសញ្ញាទាំងឡាយណាខុសច្បាប់តាំងពី1979រហូតដល់91ដែលយួនគេមកគ្រប់គ្រងប្រទេសកម្ពុជាហ្នឹងប្រើនៅការបង្ខិតបង្ខំប្រើនៅកម្លាំងយោធាដើម្បីបង្ខំឲ្យហ៊ុនសែនចុះហត្ថលេខាជាមួយយួនហ្នឹងអាហ្នឹងបានគេហៅថាវប្បធម៌ចរចាដើម្បីជាតិបើសិនជាហ៊ុនសែនមិនចុះហត្ថលេខាទេមិនព្រមទេបានន័យថាយើងអត់ចូលរួមជាមួយគេទេអាហ្នឹងវប្បធម៌ចរចាដើម្បីជាតិណាមិនមែនដើម្បីកុំឲ្យបរិហាគេដើម្បីកុំឲ្យជេរបចោគ្នាតាមបច្ចុប្បន្នអាហ្នឹងគេមិនហៅចរចាទេបងប្អូនណាសួរថាវប្បធម៌ចរចារបៀបហ្នឹងយកទៅធ្វើស្អីយកទៅបោកស្អីហើយសួរថាតាំងតែចូលសភាមកហើយតាំងពីមានអាវប្បធម៌ចរចាមកសួរថាយើងនឹងវាមានចំណេញស្អីខ្លះណាហើយយើងនឹងវាបានស្អីខ្លះអានេះខ្ញុំចង់បញ្ជាក់អញ្ចឹងអ្វីទៅដែលហៅថាវប្បធម៌ចរចាដើម្បីយល់នៅវប្បធម៌ចរចាយើងត្រូវតែយល់អំពីអ្វីទៅហៅថាវប្បធម៌ហើយក្នុងវប្បធម៌នេះគេបែងចែកថាក្នុងវប្បធម៌នោះវាមានចំណេះចេះដឹងវាមានការកំណត់ផ្សាយហើយវាមានការអនុវត្តហើយក្នុងអ្វីដែលខ្ញុំបាននិយាយទាំងអស់ហ្នឹងវាមានជំនឿមានសាសនាមានជាមានវិទ្យាសាស្ត្រមានភាសាមានអក្សរសាស្ត្រសិល្បៈព័ត៌មានកីឡាល្បែងប្រជាប្រិយទំនៀមទម្លាប់សម្លៀកបំពាក់ស្អីៗហ្នឹងអាហ្នឹងគេហៅថាវប្បធម៌ណាវប្បធម៌របស់ខ្មែរហើយការចរចាដូចខ្ញុំនិយាយយ៉ាងចរចាវាមានពីរសំខាន់ចរចាជារបៀបផ្លូវការគឺតល់តែយើងនឹងទៅសេជាលាយលក្ខអក្សរឲ្យភាគីម្ខាងយល់ព្រមជាមួយគ្នាទៅវិញទៅមកហើយយើងចុះហត្ថលេខាបើសិនជាភាគីណាមួយមិនអនុវត្តតាមឬក៏ភាគីណាមួយបាត់នៅពាក្យរបស់ខ្លួនយើងនៅលើឯកសារច្បាប់ហ្នឹងយើងអាចបង្ខំឬក៏អាចយកឯកសារច្បាប់ហ្នឹងឲ្យក្រសួងឬឲ្យប្រទេសណាដែលមានសមត្ថភាពអាចកាត់សេចក្តីឲ្យយើងបានហើយក្នុងវប្បធម៌ចរចាហ្នឹងតលតែវាមានសារៈសំខាន់ចំពោះជាតិចំពោះប្រជាពលរដ្ឋណាអាហ្នឹងចឹងតលតែយើងណាវាមានសារៈសំខាន់ចំពោះជាតិចំពោះប្រជាពលរដ្ឋហើយយើងហ្នឹងស្ដាប់និងយល់គ្នាទៅវិញទៅមកក្នុងការចរចាហ្នឹងណាហ
ហើយយើងត្រូវតែនិយាយត្រង់ត្រូវត្រង់មកមិនមែនបានន័យថាយើងកុហកគេឲ្យគេធ្វើសិនទៅដល់ទីបំផុតទៅចាប់គេដាក់គុកចុះមួយជាពីរហើយយើងត្រូវរៀនសិក្សាហើយយល់អំពីគោលបំណងរបស់ភាគីនីមួយៗយើងត្រូវយល់ហើយជៀសវាងកុំឲ្យក្តាប់ក្តាប់នៅការសន្ទនាកុំឲ្យនិយាយតែឯងនិយាយ 4-5 ម៉ោងតែឯងអញ្ចឹងហើយនិយាយតែសំរាំងស៊ីហើយហ៊ុនសែនណាអ្នកផ្សេងមិនបាច់ចរចាទេអ្នកផ្សេងមិនមែនអ្នកនយោបាយទេអ្នកផ្សេងមិនមែនខ្មែរទេមានតែហ៊ុនសែនហើយសំរាំងស៊ីនឹងខ្មែរយ៉ាងម៉េចហើយមកប្រទេសខ្មែរនោះភ្លើទាំងអស់ឬយ៉ាងម៉េចមានតែសំរាំងស៊ីហ៊ុនសែននេះជាអ្នកចេះយ៉ាងម៉េចហ្នឹងអានេះយើងត្រូវយល់អញ្ចឹងណាបងប្អូនហើយខ្ញុំមិនឯកភាពនៅវប្បធម៌ចរចារបស់សំរងស៊ីហើយហ៊ុនសែនវាអត់មានប្រយោជន៍អីសោះចំពោះខ្ញុំអត់មានប្រយោជន៍អីសោះចំពោះជាតិហ្នឹងសួរថាអាចរចាហ្នឹងបានចំណេញអីណាបានចំណេញស្អីចំពោះជាតិជាអវសានខ្ញុំបានម៉ៃកលដួងសូមអរគុណអស់លោកអ្នកនាងទាំងអស់ហើយសន្យាថានឹងវិលមកជួបអស់លោកអ្នកនាងជាថ្មីម្ដងទៀតតាមពិតជាខ្មែរពិភពលោក